នៅក្រៅម្ហូបឆ្ងាញ់បង្កប់នៅវប្បធម៌និងជីវិតមនុស្សអាហារក្នុងខេត្តយូណានគឺជារសជាតិចម្រុះលើចុងអណ្ដាតស្រុកកំណើតនៃតែងចម្អិនរបស់ជនជាតិទាំង26គ្រឿងផ្សំធម្មជាតិទំនៀមទម្លាប់អាហារក្នុងខេត្តយូណានមួយថ្ងៃរបស់ស្ត្រីជនជាតិជីងផឈ្មោះស៊ឺមូខ្វាន់ចាប់ផ្ដើមពីការប្រមូលផលដើមចេកណាំវ៉ាជារុក្ខជាតិស្មៅមានអាយុច្រើនឆ្នាំក្នុងអំបូរចេកស្លឹកធំសាច់ទន់ស្លឹកអាចកាត់បន្ថយការស្រេកទឹកស្លឹកចុងជារុក្ខជាតិបៃតងអំបូរ Merenthesi ស្លឹកអាចបញ្ចុះកម្ដៅជំនួយបត់ជើងតូចបន្សាបជាតិស្រវឹងថ្ងៃនេះមានភ្ញៀវពិសេសមកលេងសិស្សមូខ្វាន់ត្រូវរៀបចំម្ហូបអាហារមួយតុយ៉ាងសម្បូរបែបញ៉ាំបាយគ្មានចានប្រើស្លឹកចេកទ្រាប់ជំនួសនេះបានកំណត់ត្រាក្នុងសៀវភៅទំនៀមទម្លាប់ជនជាតិផ្សេងៗរបស់លីជីងនៅរាជវង្សយៀននិយាយពីជនជាតិជីងផទទួលភ្ញៀវមិនដែលប្រើឆ្នាំងចង្កឹះចានឬស្លាបព្រាឡើយផ្ទៃខាងក្រៅស្លឹកចេកណាំវ៉ានិងស្លឹកចុងផ្សំឡើងដោយស្រទាប់ខ្ជូទីគុលនិងក្រមួនអាចការពារទឹកនិងរក្សាភាពស្រស់ក្នុងបំពង់ឫស្សីមានភ្នាសឫស្សីអាចការពារទឹកនិងរក្សាទុកបានជាសម្ភារៈដែលមានគុណភាពល្អសម្រាប់ចម្អិនភូមិខ្វាងសានឃុំចាងហ្វឹងស្រុកឡុងឈួននៅជិតភ្នំក្បែរទឹកដើមឈើធំខ្ពស់កប់ពពករុក្ខជាតិខៀវខ្ចីអត្រាព្រៃឈើមានជាង 90% ស្ថាបត្យកម្មផ្ទះខ្ពស់ផុតពីដីរចនាសម្ព័ន្ធឈើបុរាណរក្សាទុកនៅរចនាបថប្រពៃណីភូមិធម្មជាតិរបស់ជនជាតិជីងផត្រូវបានចុះបញ្ជីជាភូមិជនជាតិភាគតិចពិសេសដំបូងគេនៅចិនសូមស្វាគមន៍មកលេងផ្ទះខ្ញុំអ្នកដែលរស់នៅទីនេះយោងតាមលក្ខណៈពិសេសនៃគ្រឿងផ្សំនិងតម្រូវតាមស្ថានភាពតំបន់ឬវត្ថុផ្សេងគ្នាដើម្បីខ្ចប់នឹងអាំងបង្កើនបានមុខម្ហូបអាំងដែលខ្ចប់ស្លឹកយ៉ាងសម្បូរបែបវត្ថុធាតុដើមផ្សេងគ្នាដែលជួយបន្ថែមឲ្យអាហារមានរសជាតិឆ្ងាញ់និងរសជាតិកាន់តែសម្បូរបែបដាក់ម្ទេសហឹរជីពងទាកូនម្រេចនិងគ្រឿងទេសផ្សេងច្របាច់កូនពេញប៉ោះដាក់ចូលច្របល់ហើយត្រាំទុកយកស្លឹកចុង3សន្លឹកមកតគ្នាយកផ្នែកខ្នងធ្វើជាបាតរួចបត់ខ្ចប់ជីឈិនចេះធ្វើតាំងពីតូចដៃស្ទាត់ជំនាញណាស់តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិជីងផការសែនព្រះនិងការធ្វើម្ហូបប្រចាំថ្ងៃគឺប្រើផ្នែកក្នុងស្លឹកធ្វើជាបានពេលសែនខ្មោចទើបប្រើផ្នែកមុខមកខ្ចំគេនិយាយតគ្នាថានេះមកពីសរសៃស្លឹកនៅផ្នែកខាងមុខច្រើនពេកនិងមិនសូវរលោងសាច់គោដែលចិញ្ច្រាំម៉ត់លាយជាមួយនឹងជីនាងវងនិងជីអង្កាមរួចច្របល់ញាត់ចូលក្នុងបំពង់ឫស្សីក្រឡុកថ្នមដើម្បីកាត់បន្ថយចន្លោះប្រហោងញាត់ស្លឹកចុងដែលលាងស្អាតចូលផ្នែកចុងបំពង់ដាក់បំពង់ឫស្សីចូលកណ្ដាលចង្ក្រានភ្លើងដុតដោយប្រើភ្លើងខ្លាំងឫស្សីស្រស់មានជាតិទឹកច្រើនចំណុចឆាបឆេះខ្ពស់មិនងាយឆេះប៉ុន្តែជាភ្នាក់ងារចម្លងកម្ដៅដ៏ល្អបំផុតបញ្ចប់ស្លឹកចុងវិញត្រូវការភ្លើងខ្ជុំតិចស្លឹកជួយការពារមិនឲ្យផ្សែងចូលរក្សាបានរសជាតិដើមរបស់អាហារស្លឹកចុងមានផ្ទុកប្រេងពិសេសមួយប្រភេទក្រោយពីបញ្ចេញមកនៅពេលអាំងមានប្រសិទ្ធភាពខ្លាំងក្នុងការទប់ស្កាត់ការរលួយនឹងបាក់តេរីបង្កជំងឺដែលកើតមានជាទូទៅតាមរយៈអាហារ
វិធីអង្គខ្ចប់ពេលដែលពោពេញដោយក្លិនវាភ្នំនេះក៏បង្កប់នៅប្រាជ្ញាជនជាតិភាគតិចក្នុងតំបន់ផងដែរប្រាជ្ញានៃការរស់នៅដ៏ពិសេសក្រានស្លឹកចុងធ្វើជាតុបាយរួចអង្គុយផ្ទាល់ដីនេះគឺជាពិធីជប់លៀងស្លឹកបៃតងដ៏ល្បីល្បាញរបស់ជនជាតិជីងផតោះជុលកែវជូនពរឲ្យជីវិតយើងកាន់តែល្អប្រសើរក្រោមសូរសៀងឧបករណ៍តន្ត្រីលើរងដ៏ពិរោះភ្ញៀវនិងម្ចាស់ផ្ទះជជែកគ្នាយ៉ាងសប្បាយប្រាដៃញ៉ាំលីឡំនឹងក្លិនស្លឹកនិងក្លិនឫស្សីសិតអាំងខ្ចប់និងសាច់អាំងក្នុងបំពង់ឫស្សីមានមុខងារជាថ្នាំផងនិងជាអាហារផងក្នុងពេលតែមួយបានក្លាយជាតួឯកដែលខ្វះមិនបានក្នុងពិធីជប់លៀងស្លឹកបៃតងរបស់ជនជាតិជីងផឫស្សីនិងស្លឹកចេកដដែលនេះយ៉ាន់ប៉ាន់បរោះជនជាតិតៃនៅក្នុងភូមិហូនណុងស្រុកឡុងឈួនប្រើពួកវាធ្វើម្ហូបឆ្ងាញ់មួយមុខទៀតរដូវទាំង4នៅទៅហុងគ្មានការផ្លាស់ប្ដូរពេកទេនៅពេលដែលមនុស្សកាន់តែច្រើនចាប់ផ្ដើមញ៉ាំកូនជ្រូកខ្វៃស្រួយមានន័យថាអាកាសធាតុចាប់ផ្ដើមត្រជាក់ហើយកូនជ្រូកខ្វៃរបស់យ៉ានប៉ាន់ស្បែកគឺដាច់គេកូនជ្រូកស្រុកដែលស៊ីចំណីបៃតងចិញ្ចឹមដោយជនជាតិតៃក្នុងតំបន់យ៉ាន់ប៉ាន់ជ្រើសរើសយកជ្រូកអាយុ6ខែទម្ងន់ប្រហែល50គីឡូសាច់កូនជ្រូកបែបនេះទើបស្រស់និងទន់ល្អប្រើឫស្សីអាយុ1ឆ្នាំធ្វើជាធ្នើអាំងញាត់ស្លឹកចេកចូលដើម្បីកុំឲ្យកូនជ្រូករង្គើនៅពេលអាំងបច្ចេកទេសគ្រួសារក្នុងការខ្វាយកូនជ្រូកយ៉ាន់ប៉ាន់បានរៀនចេះ8ឆ្នាំហើយអាំងភ្លើងតិចតិចរំលាយជាតិខ្លាញ់ក្នុងខ្លួនកូនជ្រូកសន្សឹមត្រឡប់នឹងពិនិត្យមើលស្បែកជ្រូកពេលស្បែកខាងក្រៅឡើងពណ៌លឿងតិចតិចយ៉ាន់ប៉ាន់លាបប្រេងរុក្ខជាតិលាយអំបិលឲ្យសព្វអាំងជាមួយភ្លើងខ្លាំងក្លិនឈ្ងុយសាយភាយចេញមកកូនជ្រូកខ្វៃស្រួយរបស់យ៉ាន់ប៉ាន់យកសាច់ស្រស់ជាគោលមិនប្រើគ្រឿងផ្សំច្រើនពេកហើយក៏មិនចាំបាច់ប្រឡាក់ទុកដែរត្រឡប់ចុះឡើងមិនឈប់រយៈពេល2ម៉ោងការងារដែលប្រើកម្លាំងកាយនេះយ៉ាន់ប៉ាន់និងមិត្តភ័ក្តិផ្លាស់ប្ដូរវេនគ្នាធ្វើពណ៌លឿងចាស់រៀងខ្លោចបន្តិចទុកជាការស្រេចកាត់ពីផ្នែកពោះកាត់តាមលំដាប់លំដោយស្បែកសរសៃខ្លាញ់និងសាច់សុទ្ធចេញជាបន្ទះជ្រលក់ជាមួយទឹកជ្រលក់ដែលធ្វើពីសាច់ឆៅនិងទឹកស៊ីអ៊ីវខាំមួយម៉ាត់ស្រស់ឈ្ងុយទន់ស្វិតស្រួយជាប់ក្លិនឈ្ងុយពេញមាត់ដើមឈើរីអ័រគីដេដើមថ្មផ្កាអ័រគីដេហុយឡានផ្កាបង្គាផ្កាចំប៉ីផ្កាគ្រប់ប្រភេទរីកស្គុះស្គាយបញ្ចេញក្លិនក្រអូបអ្វីដែលយ៉ាន់ច័ន្ទមានចូលចិត្តបំផុតគឺរុក្ខជាតិគ្រឿងទេសផ្សេងៗនៅក្នុងទីធ្លាផ្ទះជីរណាជ្រូកស្ពៃជីនាងវងបេះភ្លាមនឹងក្លាយជាម្ហូបជនជាតិតៃដ៏ឆ្ងាញ់របស់ក្រុងរួយលីរើសសាច់គោល្អបំផុតហាន់និងចិញ្ច្រាំឲ្យម៉ត់សាច់គោម៉ត់ស្អិតល្អងាយស្រួលបត់បែនដាក់សាច់គោម៉ត់ចូលក្នុងស្លឹកត្រចៀកក្រាញ់ជីពងទាកូនស្លឹកខ្ទឹមសនិងគ្រឿងទេសផ្សេងដែលហាន់រួចច្របល់ចូលគ្នាឲ្យសព្វរួចទុកមួយឡែក
ប្រាំងកម្លាំងដៃថ្នមក៏យ៉ាងយកចិត្តទុកដាក់យកខ្លាញ់ដៃជាប់លើប្រមាត់គោចេញប៉ុន្តែមិនត្រូវកោះឲ្យជាប់គ្នាប្រមាត់ឡើយបទពិសោធន៍របស់យ៉ាន់ចាន់មៀនបានមកពីការបរាជ័យម្ដងហើយម្ដងទៀតប្រមាត់គោជួយលាងថ្លើមនិងធ្វើឲ្យភ្នែកភ្លឺជាឱសថដ៏សម្រាប់ព្យាបាលអាការៈឈឺចាប់ហើមដែលបណ្ដាលមកពីកម្ដៅយ៉ាន់ចាន់មៀនប្រើវាធ្វើសភាអាំងពូនសាច់គោជាដុំញាត់យឺតចូលក្នុងប្រមាត់ញាត់បណ្ដើច្របាច់បណ្ដើយកខ្យល់ចេញធ្វើឲ្យប្រមាត់ទាំងមូលណែនល្អច្របាច់ម្ដងទៀតបិទមាត់សូកខ្សែលួសតូចចងមាត់ឲ្យជាប់បើមិនបញ្ចេញខ្យល់ដែលលើសនៅខាងក្នុងទេប្រមាត់គោអាំងនឹងមិនណែនល្អវាងាយផ្ទុះបែកណាស់ងាយបែកខ្ញែកជាវៀងធ្នើអាំងកណ្ដាលដែលមានភ្លើងខ្លាំងបំផុតតម្រៀបកញ្ចប់ប្រមាត់ជារង្វង់អាំងជាមួយភ្លើងតិចនិងឧស្សាហ៍ត្រឡប់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់តើត្រូវប្រើប្រាស់គ្រឿងផ្សំនីមួយៗឲ្យបានល្អដោយរបៀបណាដើម្បីចម្អិនរសជាតិដែលកាន់តែឆ្ងាញ់ពីសីតុណ្ហភាពដល់ពេលវេលាមនុស្សមកពីជនជាតិផ្សេងគ្នានិងតំបន់ផ្សេងគ្នាសម្របតាមស្ថានភាពតំបន់បង្កើតបានជាម្ហូបអាហារដ៏សម្បូរបែបនៅពេលអាំងយ៉ាន់ចាន់មៀនត្រូវត្រឡប់វាមិនឈប់ដើម្បីការពារកុំឲ្យកញ្ចប់ប្រមាត់ក្តៅពេករហូតដល់ខ្លោចត្រឡប់ចុះឡើងឥតឈប់រាល់ប៉ុន្មានវិនាទីម្ដងត្រូវបញ្ចេញខ្យល់ឲ្យវាទឹកដែលពុះនៅខាងក្នុងត្រូវបញ្ចេញមកក្រៅគ្រប់ពេលធ្វើយ៉ាងណាឲ្យស្បែកប្រមាត់គោអាំងឡើងពណ៌លឿងជាង1ម៉ោងទើបកញ្ចប់ប្រមាត់ឆ្អិនល្អហាន់ជាបន្ទះរៀបដាក់ចានញ៉ាំជាមួយម្សៅម្ទេសឬទឹកជ្រលក់ជូរហឹរមុខម្ហូបក្លែមដ៏ឆ្ងាញ់និងជក់មាត់មួយមុខបានដាក់លើតុហើយអាំងដែលជាទម្រង់នៃការចម្អិនដ៏ពិសេសនេះគឺជាបទពិសោធន៍ពេញលេញនិងហ្មត់ចត់ចំពោះអាហារផ្សិតអាំងចប់សភាអាំងក្នុងប្រមាត់គោកូនជ្រូកខ្វៃស្បែកស្រួយគំនិតច្នៃប្រឌិតដ៏អស្ចារ្យដែលកើតចេញពីប្រជាជនទាំងនេះបានធ្វើឲ្យផែនទីម្ហូបអាហាររបស់យូណានកាន់តែសម្បូរបែបខ្លាចជាការបង្កើតជីវិតដែលភ្ញាក់ផ្អើលដល់រសជាតិ